នៅពេលដែលយើងកើតទុកនឹងរឿងអីមិនមានអ្នកណាមកកើតទុកជំនួសយើងទេណាសំបីតែម្នាក់អត់ទេចឹងទៅណាវាដូចថាយើងត្រូវធ្លាក់នរកប្រែតអីចឹងគ្មានអ្នកណាគេមកធ្លាក់ជំនួសយើងទេពេលដែលយើងខឹងរឿងអីក៏ដោយយើងកុំច្រឡំថាយើងដែលខឹងក្រោតអីហ្នឹងគឺជារឿងដែលយើងគិតត្រូវហើយនឹងធ្វើអ្វីទៅដោយការហឹងក្រោតអីហ្នឹងត្រឹមត្រូវចឹងហ្នឹងឯងទៅជារឿងដុតបំផ្លាញនៅលោកនេះគឺដុតបំផ្លាញការព្រមព្រៀងគ្នាដុតបំផ្លាញសេចក្តីចម្រើនដុតបំផ្លាញនៃសេចក្តីសុខអីចឹងទៅដោយអំណាចនៃគំនិតជាបាបនឹងឯងចឹងវាកើតទៅជារឿងវិវាទឆ្លោះប្រកែកតោះតេងគ្នាចឹងយើងអាចស្ដាយនៅអ្វីជាខាងក្រៅហ្នឹងប៉ុន្តែជាវត្ថុជារបស់ជាលៀបជាយសអីហ្នឹងហើយនៅពេលដែលយើងខឹងក្រោតមួម៉ៅក្តៅក្រហាយហ្នឹងតែយើងមាននឹកស្ដាយកុសលធម៌ដែលវិន័យពីចិត្តសន្តានដែរឬទេហ្នឹងគឺយើងត្រូវតែពិចារណានឹងឯងយើងការទុកសុខចិត្តនៅក្នុងរឿងអ្វីឧទាហរណ៍ទ្រព្យសម្បត្តិនឹងក៏ដោយដែលយើងតែងតែចំណាយពេលវេលាដើម្បីរកទ្រព្យសម្បត្តិនឹងហើយហួងហែងការពារមិនឲ្យអ្នកដទៃនឹងមកដណ្ដើមមកលួចមកប្លន់អីទៅចឹងគឺដើម្បីរក្សានៅទ្រព្យនឹងប៉ុន្តែទ្រព្យនឹងជារបស់ខាងក្រៅទេណាហ្នឹងឯងមើលយើងគិតទៅពីរក្សារបស់ខាងក្រៅអារបស់ដែលយើងរក្សានឹងឯងវាជាចោលដែលលួចដែលប្លន់នៅសម្បត្តិបុណ្យរបស់យើងនឹងឯងកាលណាបើយើងមិនប្រយ័ត្នទេហ្នឹងឯងតើវាលួចវាប្លន់នៅសម្បត្តិខាងក្នុងគឺកុសលចិត្តរបស់យើងហ្នឹងនឹងឯងយ៉ាងម៉េចគឺម្យ៉ាងវាធ្វើឲ្យយើងចំណាយពេលវេលាទៅច្រើនដើម្បីបាននៅសម្បត្តិហ្នឹងនឹងឯងហើយត្រូវហួងហែងរបស់ទាំងអស់ហ្នឹងត្រូវកើតនៅអកុសលចិត្តអកុសលកម្មទៅទៀតដោយសារតែទ្រព្យសម្បត្តិហ្នឹងម្ល៉េះយើងត្រូវវិវកសម្បានចឹងវិវកជាមួយនឹងរបស់ទាំងអស់ហ្នឹងដែលយើងហួងហែងនៅក្នុងជីវិតដើម្បីមានបានដើម្បីសុខស្រួលហ្នឹងធម្មតាកិរិយាវេសអីហ្នឹងគឺត្រូវចឹងហើយការដែលរស់ទ្រព្យសម្បត្តិអីហ្នឹងគឺត្រូវហើយប៉ុន្តែតែត្រូវឲ្យមានតុល្យភាពពីព្រោះជីវិតយើងរស់នៅវាមិនមែនមានតែរូបកាយទេវាមានចិត្តផងប៉ុន្តែហ្នឹងឯងហើយយើងត្រូវដឹងខ្លួនឯងថាការដែលត្រូវរក្សាចិត្តនេះសំខាន់ណាស់នឹងឯងពីព្រោះយើងអាចរស់នៅជាសុខបានដោយគ្រាន់តែជាអារម្មណ៍នៃសេចក្តីសុខនឹងគឺដូចឧទាហរណ៍រួចហើយថាគុណព្រះពុទ្ធគុណព្រះធម៌គុណព្រះសង្ឃអីតែប៉ុណ្ណឹងអាចឲ្យយើងមានសេចក្តីសុខចិត្តជានិច្ចកាលទៅហើយយើងមានចាំបាច់អ្វីច្រើនពីក្នុងលោកនេះជាសេចក្តីសុខដល់ទៅកំពូលនៃកាមសុខទៀតផងដូចជាឧបចារសមាធិអីចឹងអាហ្នឹងនៅក្នុងកាមាវចរៈចិត្តទេប៉ុន្តែដល់ទៅឧបចារៈហ្នឹងវាជាកំពូលកំពូលនៃកុសលក្នុងមហាកុសលហ្នឹងគឺឧបចារសមាធិហ្នឹងឯងដែលជាកំពូលពងពោះហួសពីហ្នឹងទៅចូលដល់អបណាហ្នឹងវាជារូបាវចរៈកុសលវាឆ្លងភូមិគ្នាបាត់ទៅហើយនៅក្នុងភូមិកាមវចរៈហ្នឹងកំពូលអញ្ចឹងគឺវាស្ថិតនៅលើចិត្តដែលមានអារម្មណ៍ដែលនាំឲ្យមានសេចក្តីសុខស្ងប់ហ្នឹងហើយគ្រប់ពេលវេលាបានមើលទោះយប់ទោះថ្ងៃហើយអារម្មណ៍ដដែលហ្នឹងមានតែការដែលរឹតតែមមតំឡើងដោយការជ្រាបទៅក្នុងគុណព្រះពុទ្ធហ្នឹងហើយពុទ្ធបរិស័ទយើងដែលអប់រំចម្រើនតបឋាននេះគឺរឹងរឹតតែចេះដឹងឡើងជ្រួតជ្រាប
nơiក្នុងគុណរបស់ព្រះពុទ្ធនឹងក្រៃលែងឡើងទៀតមានតែព្រះពុទ្ធទេដែលប្រកាសសម្ដែងពីឧបាទានខណ្ឌនឹងដើម្បីឲ្យពុទ្ធបរិស័ទយើងនឹងមានខ្លួនឯងជាទីពឹងត្រង់ដែលបានដឹងថាជាឧបាទានខណ្ឌអត់មានខ្លួនយើងហើយអត់មានយើងចាំបាច់ពឹងរបស់ខាងក្រៅពឹងព្រះជាម្ចាស់ព្រះអតិទេពអីឲ្យមកជួយអីយើងទេព្រោះអត់មានខ្លួនយើងសម្រាប់ឲ្យព្រះជួយផងហ្នឹងបានយើងជ្រាបគុណរបស់ព្រះអង្គដែលបង្រៀនប្រាប់ការពិតឲ្យយើងបានចេះដឹងហ្នឹងព្រះអង្គពិតជាបានត្រាស់ដឹងមែនដឹកនាំសត្វលោកហ្នឹងហើយបានត្រាស់ដឹងឲ្យបានចាក់ធ្លុះនៅការពិតហើយបានរួចពីសេចក្តីប្រកាន់រួចពីទុក្ខទោសដែលវាអត់មានខ្លួនយើងអីមកបោកច្បល់ជាមួយនឹងសង្ខារធัวនឹងផងហ្នឹងដោយសារតែអវិជ្ជាដែលអត់ដឹងហ្នឹងវានាំឲ្យចាប់ប្រកាន់ទៅឥឡូវបានចេះដឹងទៅបានរួចខ្លួនទៅព្រះអង្គគ្រប់គ្នាជ្រាបគុណព្រះអង្គប៉ុណ្ណឹងអារម្មណ៍នៃសេចក្តីសុខជាទីពឹងរហូតដល់ពេលស្លាប់ក្រោយពីស្លាប់បានជាទីពឹងដោយសារកុសលនឹងទៀតដូច្នេះវាមានសំខាន់អីជាមួយនឹងរបស់ខាងក្រៅនឹងពេកទៅគ្រាន់តែថាសម្រាប់ការចិញ្ចឹមជីវិតតែប៉ុណ្ណឹងឯងចឹងនឹងឯងហើយយើងមិនយកដូចថាអ្វីដែលជាអានិសង្សខាងក្រៅនឹងដែលវាកើតជាសុខសោមនស្សដោយការបរិភោគឆ្ងាញ់ដោយការហឹកហាក់ហឺហាអីទៅផ្នែករឿងបង្អួតបង្អអ្នកដតីអីហ្នឹងមិនយកជាទិសដៅទេពីព្រោះសេចក្តីសំខាន់គឺចិត្តបានជ្រក់នៅក្រោមលុបនៃអារម្មណ៍ប្រកម្មដ្ឋានហ្នឹងឯងសមថៈក្តីវិបស្សនាក្តីហ្នឹងគឺតែចិត្តនឹងសុខហើយមានយើងទៅកើតទុក្ខលហេមលហាពីណាទៀតមើលមានយើងអីណាផ្សេងពីចិត្តនឹងអ្នករស់នៅរឿងរូបកាយវាជាធាតុមិនដឹងដោយឡែកពីកាយនោះវាចិត្តហើយបើចិត្តមានអារម្មណ៍ជាសុខគ្រប់ពេលវេលាហើយហ្នឹងមើលដែលយើងយកអីជាសំខាន់ទៀតចាំបាច់សម្រាប់យើងទៀតយើងមើលតែរបស់ប្រើប្រាស់ហ្នឹងតែយើងមានច្រើនទៅឲ្យគេមិនឲ្យទេប៉ុន្តែខ្លួនឯងក៏មិនបានប្រើដែរគ្រាន់តែស្រឡាញ់បោះអញតែប៉ុណ្្នឹងទៅអាហ្នឹងរំលឹកញាតិញោមដែរណាថាវាលើសពីចាំបាច់ក្នុងការប្រើប្រាស់ឲ្យប្រើប្រាស់ឲ្យជាប្រយោជន៍ទៀតបើថាវាលើសហើយអាចឲ្យអ្នកដទៃទៅមិនចាំបាច់តតែថាបោះនឹងថ្មីទេព្រោះមានបុគ្គលដែលសំគួរសម្រាប់យើងឲ្យរបស់ហ្នឹងគឺថាដល់អ្នកណាហ្នឹងក៏សំគួរនឹងឲ្យហើយចឹងវាអាចចាស់របស់យើងប៉ុន្តែជារបស់ល្អរបស់ថ្មីអ្នកដទៃចឹងដែរណានឹងឯងប្រើប្រាស់ដូចជាប្រយោជន៍គ្រឿងប្រដាប់ស្ដាប់ធัวអីចឹងទៅនឹងឯងរបស់នឹងវាតេតួងទៅនឹងគ្រឿងញៀនគ្រឿងសវណ្ណកាមគុណអីទេអានឹងកុំចាំបាច់ឲ្យនឹងឯងមិនគ្រឿងញៀនសុទ្ធគ្រឿងសវណ្ណសុទ្ធទេប៉ុន្តែយកទៅប្រើប្រាស់ទៅវាអត់បានប្រយោជន៍ចម្រើនចំណេះដឹងអីវាបានតែរឿងកាមគុណឬក៏វាជារឿងដូចថាជាការលេងអីអញ្ចឹងទៅអានឹងមិនចាំបាច់ឲ្យទេនឹងឯងតែយើងនឹកថាបនប្រើប្រាស់ទៅគឺថាបានជាប្រយោជន៍នឹងឯងបានក្នុងការប្រើប្រាស់នឹងចម្រើនបនចម្រើនកុសលចម្រើនក្តីសុខក្នុងការរស់នៅដើម្បីត្រួតត្រងថែរក្សាព្រះសាសនាយើងនឹកឃើញអញ្ចឹងទៅយើងឲ្យទៅនឹងឯងកុំចិត្តទៅទុកដូចថាវាមិនចាំបាច់អីហើយអញ្ចឹងគ្រាន់តែថាហួងហែងជារបស់អញហ្នឹងចេះតែទុកទៅអីអញ្ចឹងហ្នឹងវាជាគ្រឿងកង្វល់ទៅវិញទេវាជាភារៈទៅវិញទេគឺថាបានឲ្យហើយគឺថាសម្រាប់បានទៅជាប្រយោជន៍ជាអនុស្សរណៈនឹករលឹកឃើញដោយចាគិអនុសតិអីទៅក៏បានហ្នឹងឯងអញ្ចឹងអាហ្នឹងគ្រាន់តែរឿងរូបកាយយើងមានចាំបាច់អីច្រើនគឺណាគ្រាន់តែថាឲ្យតែបានបាយមួយចានសម្រាប់រស់អាហ្នឹងវាមិនមែនមានតែបាយមួយចានប៉ុណ្ណឹងទេគ្រាន់តែថាឧទាហរណ៍ណាវ័យទៀតគឺយើងប្រើប្រាស់គឺថាដោយសេចក្តីសន្តោសដោយការស្គាល់ប្រមាណហ្នឹងប៉ុណ្ណឹងទៅព្រោះវាអត់សំខាន់នឹងរបស់ទាំងអស់ហ្នឹងទេវាសំខាន់ត្រង់ចិត្តយើងបាន
ជ្រក់នៅជាមលុបជាសពចូលរួមនៅក្នុងភាពជាអរិយសាវកអរិយសាវិកាជាបុត្រជាធីតារបស់ព្រះរាមាពុទ្ធដង្ហែព្រះអង្គចេញពីលោកនេះទៅព្រះនិព្វាននេះអានឹងជាការសំខាន់ណាស់ដែលយើងត្រូវតែបញ្ញាបញ្ញាប់រូតរះទៅនឹងឯងហើយបើចិត្តនឹងបាននៅមលុបជាសពយ៉ាងហើយមិនមែនចេះវិន័យបាត់បង់អីទៅដូចជាសម្បត្តិខាងក្រៅទៀតដូចគុណពុទ្ធគុណពធគុណប្រសង្ឃអីហ្នឹងមើលយើងចាំបាច់ត្រូវរក្សាដោយខ្លួនឯងហ្នឹងហើយដូចញោមឧបថាព្រះមហាមោគលានអីចឹងថាព្រះមហាមោគលានរាប់រក្សាអាយុជីវិត7ថ្ងៃហ្នឹងមិនស្លាប់ទេហើយនឹងទ្រព្យសម្បត្តិហ្នឹងមិនវិន័យទៅដោយទឹកដោយភ្លើងដោយចោលអីទេអញ្ចឹងខ្ញុំកណារក្សាសទ្ធាដោយខ្លួនឯងក៏បានដែរមុនបងថាដាក់ឲ្យព្រះមហាមោគលានទាំង3រក្សាឲ្យដើម្បីព្រះភិក្ខុសង្ឃមានព្រះរាមាភិក្ខជាព្រះប្រមុខហ្នឹងទៅទទួលចង្ហាន់នាងសុបវាសាកោទយធីតានោះនឹងឯងអញ្ចឹងគឺត្រូវសូមពេលពីញោមឧបថាព្រះមហាមោគលានហ្នឹងដែលបានអរតនានិមន្តហើយអញ្ចឹងក៏ព្រមដូចថាមិនចង្អៀតចង្អល់មិនប្រកែប្រកាន់អីទេឲ្យតែលោកម្ចាស់រក្សាធានាទ្រព្យសម្បត្តិខ្ញុំកណាហើយនឹងអាយុជីវិត7ថ្ងៃហ្នឹងមិនវិន័យមិនបាត់បង់ហើយរក្សាសទ្ធាឲ្យផងហើយដល់ព្រះមហាមោគលានរាប់ធានាអាយុជីវិតទ្រព្យសម្បត្តិទៅត្រេកអររីករាយអញ្ចឹងត្រឹមតែសទ្ធារក្សាខ្លួនឯងបានក៏ទុកចិត្តខ្លួនឯងថាមិនវិន័យមិនបាត់បង់អីទៅទេប៉ុន្តែការលើកឡើងនៅចំណុចទាំង3ហ្នឹងក៏សំខាន់ណាស់សម្រាប់យើងចងចាំទុកណានៅរបស់សំខាន់ហ្នឹងកុំប្រមាទកុំបដែតបដោយនោះប៉ុណ្ណាអញ្ចឹងគឺមើលញាតិញោមពុទ្ធបរិស័ទគិតថាបាត់ពុទ្ធទៅណាពីចិត្តសន្តានរបស់យើងអ្នកណាមកយកទៅអ្នកណាមកលួចទៅវាមានតែយើងប្រយ័ត្នបាបអកុសលក្នុងចិត្តសន្តានតែប៉ុណ្្នឹងឯងមានអ្នកណាមកលួចពធពីយើងហ៎លួចសភៅធัวបីដកអីបានប៉ុន្តែលួចគុណពធัวដែលសម្គាល់ទៅដោយសទ្ធានិងបញ្ញារបស់យើងនឹងលួចយកទៅណាបាននឹងឯងអត់អាចលួចយកទៅបានទេគុណរបស់ព្រះសង្ឃអីហ្នឹងម្ល៉េះហើយរឹងរឹតតែចម្រើនឡើងគឺថាមិនគុណអីហ្នឹងចេះតែចម្រើនឡើងទេគុណព្រះអង្គហ្នឹងគឺថាក្រៃលែងហើយប៉ុន្តែចម្រើនការចេះដឹងហ្នឹងជ្រួតជ្រាបគុណពុទ្ធកាន់តែច្រើនឡើងជ្រួតជ្រាបគុណពធកាន់តែច្រើនឡើងសមាធិកាន់តែមាំតំហើយមើលហើយរហូតដល់ទៅពេលអស់ជីវិតទៅវាមានយើងចាំបាច់ត្រូវការរបស់អីទៀតប្រម៉ែប្រមូលយកមកអត់ប្រយោជន៍ធ្វើអីទៀតនឹងឯងបើថាមានហើយបនទំនុកម្រងឲ្យមានហើយយើងក៏ទំនុកម្រងព្រះភិក្ខុសង្ឃទៅឲ្យទានទៅនៅទ្រព្យសម្បត្តិខាងក្រៅហ្នឹងមិនមែនតែយើងមិនត្រូវការឲ្យអត់ទេណាមិនត្រូវការហ្នឹងរឹតតែបានទៅទៀតបនហ្នឹងចេះតែទំនុកម្រងមកទាំងរហ័សទាំងបព្វជិតដែលព្រះអង្គត្រាស់ថាបនទាំងឡាយគួរធ្វើទានទាំងឡាយគួរឲ្យហ្នឹងពីព្រោះទំនុកម្រងរហូតដល់ទៅថាមកបួសហើយហ្នឹងគឺថាក៏សម្បូរទៅដោយបច្ច័យទាំង4សម្បូរទៅដោយការនុកម្រងមើលថែបវារណាអីទាំងអស់ហ្នឹងគឺផលរបស់បុណ្យផលរបស់ទានហ្នឹងមានអញ្ចឹងទាំងមើលដោយព្រះពុទ្ធអង្គអញ្ចឹងមិនមែនព្រះអង្គកំពូលមានតែពីផ្នែកនៅបញ្ញាសัพពញុត្តញ្ញាណហើយនឹងសម្បត្តិធัวអីហ្នឹងទេសូម្បីតែទ្រព្យសម្បត្តិមាសប្រាក់ហ្នឹងក៏ព្រះអង្គសម្បូរលើសគេដែរដោយសារអ្នកណាក៏បូជាថ្វាយព្រះអង្គទាំងមនុស្សពរាជាទាំងទេវតាទាំងអិនព្រំបូជាព្រះអង្គទាំងអស់ហ្នឹងឯងចឹងដូច្នេះគឺរឿងរបស់ទាំងអស់ហ្នឹងដែលយើងមានបន់បានធ្វើមកជួបព្រះបច្ចេកពុទ្ធជួបព្រះសមណៈអីយ៉ាងណាដែលជាស្រ័យបន់ប្រសើរនោះចិត្តតែមានមកនឹងឯងយើងក៏បានទំនុកម្រងព្រះវិខសង្ឃទៅចឹងទៅសម្បូរហើយប៉ុន្តែដែលផ្លូវចិត្តទេឃើញទេសំខាន់គឺមានសេចក្តីសុខដោយសារអារម្មណ៍របស់ចិត្តហ្នឹងឯងចឹងហើយយើងខ្វាយខ្វល់ហួងហែងអីទៅពេកមកអំពីយើងចេញអំពីមលុបហ្នឹងមលុបដែលជាអារម្មណ៍របស់ចិត្តហ្នឹងទៅក្នុងការហួងហែងទៅក្តៅហើយដូចហួងហែងអាយុជីវិតអីចឹងគឺការដែលត្រូវស្លាប់ហ្នឹងវាមិនមែនតែថាដល់តែថ្នាក់អត់បាយស្លាប់អីហ្នឹង
មានច្រើនទៅទេដោយថាប្រទេសនឹងវាមានសង្គ្រាមមានអីទៅងាប់នឹងសង្គ្រាមទៅហើយវារត់ទៅអត់បាយអត់អីហ្នឹងវាមានដូចជាប្រទេសយើងដែលសុខសន្តិភាពសាមត្រាមមកមិនមានចម្បាំងអីទាំងអស់ហ្នឹងគឺលើកលែងតែថាយើងហ្នឹងវាខ្ជិលចូលក្នុងអបាយមុខខ្ជិលហ្នឹងក៏អបាយមុខខ្សែគប់មិត្តភ័ក្តិអីចឹងទៅធ្វើចោលធ្វើអីទៅឬក៏លបែងស៊ីសងអីចឹងទៅហ្នឹងឯងរហូតដល់ទៅថាឈឺចិត្តចងកស្លាប់អីចឹងទៅឬក៏ការដែលប្រព្រឹត្តនៅទោសកំហុសបាបកម្មដែលគួរឲ្យខ្មាស់គេអីចឹងទៅក៏ត្រូវធ្វើអត្តឃាតសម្លាប់អីចឹងទៅវាមានស្លាប់អញ្ចឹងប៉ុន្តែនឹងថាដោយចំពោះស្លាប់នឹងអត់បាយអីវាមិនសូវមានច្រើនទេប៉ុន្តែស្លាប់ទៅបើណាស់ណាស្លាប់នឹងចរាចរណ៍នឹងគ្រោះថ្នាក់ឧបទ្ទវហេតុអីផ្សេងហ្នឹងវាសម្បើមរឿងស្លាប់នឹងអត់នឹងតិចតួចទេដូច្នេះវាមិនមានបញ្ហាអីធំដុំនឹងរឿងអត់បាយស្លាប់ទៅទេរឿងជីវិតនៃពុទ្ធបរិស័ទយើងហ្នឹងអ្នកញោមយើងពិនិត្យមើលហើយយើងហួងហែងសម្បើមមែនទេខ្លាចតែអត់ស្លាប់ហ្នឹងតែហ្មងព្រោះណាហ្នឹងឯងអ្នកមានក៏ស្លាប់មកជាថៃកើតមករីកស្លាប់អីចឹងទៅរឿងស្លាប់ហ្នឹងវាមានទូទៅអញ្ចឹងហើយដល់ទៅឲ្យប្រកាសជាថាស្លាប់នឹងអត់បាយហ្នឹងវាមិនងាយទេអាហ្នឹងវាជារឿងហួងហែងជីវិតនឹងហួងហែងពេកទៅវាចេញពីមលុបដែលសម្រាប់ឲ្យយើងបានសពនេះអាហ្នឹងគឺមកពីយើងវាភ័យខ្លាចទុកនឹងខ្លាំងពេកខំប្រឹងទុកខំប្រឹងរុញច្រាមសេចក្តីទុកដែលយើងខ្វះបញ្ញាដល់អញ្ចឹងទៅសូម្បីតែសេចក្តីសុខហ្នឹងក៏ចូលមកជីវិតយើងអត់ចុះវាបិទខ្ទប់ទាំងអាសេចក្តីសុខហ្នឹងទៅទៀតដោយសារចិត្តហ្នឹងវាចង្អៀតណាមកពីអត់បានសិក្សាសេចក្តីទុកហ្នឹងឲ្យបានល្អខ្លាចទុកដោយយើងល្ងងអត់បានរៀនឲ្យដឹងថាតាមពិតជីវិតយើងហ្នឹងឯងគឺជាទុកនោះគឺជាធម្មានោះប៉ុន្តែសេចក្តីទុកនេះណាតែកាលណាយើងធ្វើទុកក្នុងចិត្តត្រូវទៅជាអារម្មណ៍នៃការត្រាស់ដឹងណាទៅជាអារម្មណ៍នៃវិបស្សនាណាប៉ុន្តែបើយើងភ័យខ្លាចដោយសេចក្តីល្ងងព្រោះការប្រកាន់ហួងហែងថាយើងមានទុកអត់បានសិក្សាទុកហ្នឹងឲ្យជាបរមត្ថដោយល្អការភ័យខ្លាចហ្នឹងវាទៅជាបាត់បង់ទាំងសេចក្តីសុខអារម្មណ៍ល្អដែលនាំឲ្យបានសេចក្តីសុខហ្នឹងព្រោះក៏យើងមិនអាចទទួលបាននៅតែទុកនឹងរឿងហួងហែងភ័យខ្លាចហ្នឹងណាហ្នឹងញាតិញោមពិនិត្យមើលជារឿងជីវិតសាមញ្ញរបស់យើងហើយហ្នឹងអារម្មណ៍ដែលសម្រាប់ឲ្យយើងមានសេចក្តីសុខដូចទានដែលបានធ្វើហើយសិលដែលបានរក្សាហើយស្ដាប់ធម៌ហើយគុណពុទ្ធពធព្រះសង្ឃហ្នឹងក៏កម្រនឹងបានទទួលណាស់គឺមិនមែនយើងចេះតែបបួលគ្នាមកបានទេណាព្រោះជាអារម្មណ៍របស់មហាកុសលចិត្តដែលប្រកបដោយសទ្ធានិងបញ្ញាហើយយើងបានពុទ្ធពធព្រះសង្ឃនឹងហើយយើងចោលទៀតដឹងតែយើងចោលពុទ្ធពធព្រះសង្ឃហើយនៅពេលដែលយើងមួម៉ៅក្តៅក្រហាយកើតទុកហ្នឹងណាគឺយើងចេញពីពុទ្ធធម៌ព្រះសង្ឃហ្នឹងហើយហ្នឹងបើយើងនៅតែក្នុងពុទ្ធធម៌ព្រះសង្ឃចិត្តហ្នឹងគឺត្រូវតែសុខចិត្តហ្នឹងគឺត្រូវតែសុខដោយគុណចាស់លើកអំពីឆេតកថាអញ្ចឹងគឺថាឆ្លាតហ្នឹងសូម្បីតែមហាកុសលញាណវិបយុទ្ធដោយភាពជាមហាកុសលហ្នឹងក៏ឆ្លាតដែរកុសលៈហ្នឹងប្រែមកថាឆ្លាតស្រេចបាត់ទៅហើយបើប្រកបដោយបញ្ញាទៀតរឹតតែឆ្លាតទៅទៀតព្រោះថែមដោយបញ្ញានឹងឯងទៅបើត្រឹមតែមហាកុសលហ្នឹងក៏ឆ្លាតហើយព្រោះមិនធ្វើបាបគឺណាឆ្លាតប៉ុណ្ណាទៅទៀតគុណចាស់មើលបើយើងនិយាយជាបុគ្គលវិញណាមនុស្សដែលឆ្លាតគឺមនុស្សដែលចេះជួយខ្លួនឯងឲ្យរួចពីបាបអាហ្នឹងគឺមហាកុសលនឹងឯងទេគ្រាន់តែថាវាមិនតាន់ឆ្លាតដល់ទៅបញ្ញាទៅទៀតដល់មានបញ្ញាថែមទៅទៀតមកគឺថាឆ្លាតប្រកបដោយបញ្ញានឹងទៅទៀតទៅនឹងឯងចឹងអញ្ចឹងគឺការដែលពុទ្ធបរិស័ទយើងពិនិត្យកន្លែងហ្នឹងមើលអារម្មណ៍ដែលសម្រាប់ឲ្យយើងសុខមាននឹងឯងហើយយើងកើតទុក្ខលហេមលហាមអាហ្នឹងដូចថាផ្ទះសម្រាប់យើងជ្រក់ក្តៅជ្រក់ភ្លៀងអីមានតែដែលយើងទៅកដាលវាហាលភ្លៀងផ្ដាសាយហាលថ្ងៃក្តៅអីចឹងទៅហើយ
tiêm tia thà mấy có mình thì chia mấy có mình thì chia mấy bơ cái đào về rồi hay mà lúc mấy cái mình trổ nó về lọt thì luôn dương nên á cái nào từ tiêm tia ở thì chia cái đào về đó chẳng ở nhiệt nhung vua hay ca vua lên mền nghe nó mền nghe cho từ vua lên bàn chơi rầm lắc hay rầm lắc tiết to từ miền từ tắt bạc tham ọp rôm rưỡi máu bị cháy cái rú hay nằng niêm đầy lái về ọp miền luôn dương ấy sen vì nâng tiết tê còn phê cái lô luôn dương nó về là hem là ham rương ấy tiết vì pro về miền dương này nó mà chặt nâng trộn nó crom rom này thì đây sọc ngọt hay nâng vì miền dương này nó khoai qua rương ấy tiết chẳng bàn thà chất để ọp rung đòi bánh nhà nâng xung bây để miên rương để cua cao tốc còn nơi để rô sọc hơi nha nâng ảnh để thà rương để cua cao tốc nâng sầm rạp nẹ để ọp bánh nhà nẹ để ọp bánh nhà nâng công thì dây đo từ rương crọi này này công dây đo từ rương để thà vì mình là ọt liệp ọt vua ấy cái đây cái tha cái nên tia chư lùng ba ấy na không thì dây đo tới đất tha rom ấy xông bay thế rom là hơi nó bàn liệp hay nó nghe bàn vua hay nó nghe nơiจะการตกเตี้ยปีโปรมันบานโดยเก๋เมื่อแต่ละนั่งเรื่องอัดปัญญาเป็นเรื่องหลังงงในยังตื่นสังคมấyจะมวยนั่งระบอกขนมโลกเตี้ยงđể luôn aiหลังงงนั่งยังสังคมấyเมื่อcòn dây đo tờ ót ban hay nó cần nơi để cao tục thôi nè đây sao vì chỉ riêng priệp năng nẹt là là muốnแต่เอาban sọc hay rồi sọc đặt thời đi pro อะไรจะจะนายนึงเก๋อะไรจะเปรียบเต็มเอาไว้สำหรับเอาสอกเมียนนะเดี๋ยวจังบานท่าสำคัญปัญญาส่วนใบจะท่าจะเรียบเชียร์ที่มรณะกาปรักปราอะภาษาวิบะเราม้วนแต่เอาการตกให้กินเนื้อแต่บานสิกระไดสับvì pro về áp chăm bạch bàn là vây từng con nâng đôi liệp đôi vô đôi ca sơ ấy nâng mình chăm bạch bàn thế cứ thì cái đây là o để bàn sơ hai nè nè na cái mình đăng nè na cái mình sơ xa thì luôn anh tới sơ xa nông tin ní mệt trong dây tha cùi uột cùi lơ chầm can luôn anh ấy thế na sơ xa nông tin ní cứ trong dây tha chia rom để nom ơi miền ca nứt rồi lực hơn đó thì cái đây là o để bàn sơ hai miền thì cái đây sập cái nào nè được tí mẹ đăng rương dân o thế rương là o mình là o nè vì miền a còn băng rồi miền ca bạch băng miền mì dê lẹ bột lần này to là nè được tí miền chè tao và để dàn nhiên chẳng từ hay nào muối khi mình hiên thì chế bằng áp bằng on ấy chẳng từ tiền trời ca từ xa ấy chẳng từ nâng rương nè được tí dân pưng là biết nâng à pưng chăm ơi kia từ xa ban dân ban sóc chẳng à ở cho bà kia bị chỗ mở tiền sắp khiết bất cứ riêng luôn ai như này thế nâng ai phiết bất cứ trăng này thà nức rồi lực khơi chỉ cái đây bất chỉ cái đây mọt trăng chỉ cái đây là ó bo thì sắp bất và cắt luôn ai thấy miên thì cái đây sọc ba nó tay mà nè ai nâng ạ để ai đăng thì chỉ cái đây là o rồi bao giờ ba miên thì cái đây sọc nâng ba này nâng ai mình chăm ba dương tư à say ca sửa xa ca oi lăng chặt ca lên chấm can vì nè tây ấy sập trục tơ tê tết mấy thì dương à trời à say khla ca oi cầm lăng chặt vì nè tây ấy phần tây dương trời tề cùng rưng ọp rung đầm bay chỉ cái đây sóc đòi thả luôn dương tay mà nè để đăng vì chỉ cái đây là o rồi bọc luôn ai nó cứ cục cron ấy bên nè tây nâng ai cầm lăng chặt thay mà tiền nó có ai tới tay và thà nè tây cái trời ca đây mình tôn nên tia khăn anh ấy nâng giang ná dương mình ban là uống là tam nè là tê tê cứ cái mình ban nâng thà ở dương cả tục tế thì pro dương cướp kruông cái lai khăn chết mình ai tiên dương ai từ nơi cái đào về bàn tê thì dương cướp kruông bạp nâng ai mình ai nâng đặt nòm chặt từ bán cứ ban đây ta miên cùng lắng nông ca để xa chặt nó ở thất được nông rom đây chỉ cái đây sập nè na mình đăng rương nè na mình từ xa dương đăng rương luôn anhแต่mình nèให้miên thì cái đây sập đòi chăng bànสำคัญนะคนcha để cuồng được nông bột nua nâng nực rồi lực khơi đò sal hai ta miênไปแต่ได้หรืออ่ะอันนั้นไงบานdương trời mình nực rồiตีปึงluôn vào ông chẳng vinh à ấy bà tham nức đọt sal hai miênไปแต่ไอ้mơ đôiปีเข้ามาอ่องได้เตะvà đáรัวโตรัวcùngเข้าทาโลกเชี่ยมาห้าเป็นไอ้บันดังมันเอาเนยนงเกยเฮพนุ่มไอ้นั่งปั้นเชี่ยมาเอาโลกบ้านสำหรับเตรียมรหัสจัง
ដល់លោកមកដឹងរឿងថាទេវតាហ្នឹងរស់ចាប់កំហុសអញតើដើម្បីកុំឲ្យអញនៅនឹងវិហារហ្នឹងវាលំបាកចុះបាក់ឡើងដល់ទៅទេវតារស់ទោសអញមិនឃើញអស់ចាមែនទេទេវតារស់ទោសកំហុសមិនឃើញដូច្នេះលោកបានដឹងសិលរបស់លោកបរិសុទ្ធលោកបានទៅធ្វើពេទ្យអីទេគ្រាន់តែថាឧបាសិកាហ្នឹងមកសូមទឹកលាងប្របាទលោកយកទៅតែប៉ុណ្ណឹងយកទៅលោកមានហួងហែងអីហើយយកទៅចាក់ឲ្យកូនហ្នឹងដែលជាឧបាយរបស់ទេវតាហ្នឹងមកចាប់មូលកកកូនហ្នឹងបកាច់បកិនរួចទៅឲ្យឧបាសិកាហ្នឹងទៅសូមទឹកលាងប្របាទលោកយកទៅចាក់នឹងបានចោទលោកថាជាមហាពេទ្យនឹងឯងចោទលោកក្នុងវិជ្ជកម្មហ្នឹងហើយលោកមានធ្វើពេទ្យណាដូច្នេះលោកនឹកដល់សិលរបស់លោកទៅកើតបៃតេចិត្តស្ងប់រងាប់លោកមានវិបស្សនានៅពេលលោកឈរនៅមុខវិហារហ្នឹងសម្រាប់ព្រះរហ័តទៅដែរអាហ្នឹងឃើញដូចព្រះមហាសីវៈអីចឹងលោកគិតដល់ព្រះរហ័តគិតដល់ទៅ30ឆ្នាំកើតទុកយំទៅរហូតដល់ទីបំផុតលើកមកនឹកដល់សិលរបស់លោកឯនេះសោះនៅពេលលោកងើយទៅឃើញប្រចាំណាមើលសិលគឺថាឲ្យកម្លាំងចិត្តដល់ប៉ុណ្ណឹងចឹងហើយលោកមានសេចក្តីសុខមានបៃតេបាមកជាឃើញសិលរបស់លោកនឹងភ្លឺស្អាតល្អជាងពន្លឺប្រចាំទៅទៀតហើយជាទីពឹងក្នុងចិត្តសន្តានរបស់លោកប្រចាំនៅខាងក្រៅភ្លឺទាំងអស់គ្នាប៉ុន្តែសិលរបស់លោកជាទីពឹងហើយលោកមានបៃតេបាមកជាមានអីបៃតេទៅជាអង្គរបស់សមាធិនឹងស្រាប់ហើយល្មមតែញ៉ាំងវិបស្សនាឲ្យឃើញសច្ចធម៌ភ្លឺស្វាងជាមួយនឹងពន្លឺប្រចាំនឹងតែមកបានថាយើងមានខ្លឹមសារនៃជីវិតដែលត្រូវរក្សាឲ្យបានល្អហើយមានសេចក្តីសុខជាមួយនឹងខ្លឹមសារហ្នឹងធម្មតាយើងតែងតែនឹកត្រេកអរជាមួយនឹងរបស់ខាងក្រៅរបស់ជាទីពេញចិត្តហើយយើងត្រេកអរទៅអាហ្នឹងវាអត់បានទីពឹងទេពីព្រោះរបស់ខាងក្រៅហ្នឹងវាមានជាសិលសមាធិបញ្ញាកំចាត់បងបាបពីចិត្តសន្តានអីណាហើយយើងក៏ចិត្តតែត្រេកអរទៅដោយការហួងហែងដោយការមកសុខទៅប៉ុន្តែឥឡូវយើងរកខ្លឹមសារនៃជីវិតដើម្បីយើងត្រេកអរវិញនេះបានខ្លឹមសារនឹងជាទីពឹងហើយការដែលត្រេកអរនឹងចូលនៅក្នុងអង្គនៃសមាធិទៀតផងវិតកវិចារៈបៃតេឃើញទេអត់មានបៃតេធ្វើម៉េចនឹងចូលដល់ឧបចារៈសមាធិឬក៏បឋមឈាននឹងទៅបានត្រូវតែមានកម្លាំងនៃបៃតេនឹងបានជួយឲ្យចិត្តនឹងស្ងប់រងាប់មានសភាពនៃការឆ្អែតដោយយើងឃ្លានយើងលហិតលហើយខ្យល់ចាប់អញ្ចឹងយើងទទួលទានឆ្អែតទៅបានវាស្ងប់កាយនឹងយ៉ាងណាមិញបៃតេនេះគឺថាវាជាការឆ្អែតមិនប្រព្រឹត្តទៅដោយការមច្ឆន្ទៈការស្រេកឃ្លានលហិតលហាមវាធ្វើឲ្យចិត្តនឹងឆ្អែតក្នុងអារម្មណ៍ឯណានីមួយនឹងទៅបានមានសេចក្តីស្ងប់នឹងកើតឡើងអង្គនៃបៃតេហើយបៃតេនឹងបានមកពីទានដែលយើងបានធ្វើហើយយើងនឹកឃើញគុណចាស់នឹករលឹកឃើញដល់ពភ្នោះនឹកឃើញដល់សេចក្តីល្អរៀបរាប់នៅបុណ្យកុសលអីជូនលោកគ្រូអីនឹងគឺថានឹងឯងដែលជាអារម្មណ៍នាំឲ្យមានបៃតេហើយតែមានបៃតេហើយងាយក្នុងសមាធិណានឹកគុណពុទ្ធសមាធិនឹកឃើញដល់ទានដែលបានធ្វើហើយសមាធិដោយសារឲ្យមានបៃតេហ្នឹងបានពីទានបានពីសិលមកហ្នឹងរហូតដល់ទៅជាបៃតេសម្ពោឆង្គៈទៀតគុណចាស់សិក្សាមើលក្នុងអាហាររបស់បៃតេសម្ពោឆង្គៈគឺការនឹកគុណពុទ្ធនឹកគុណពធនឹកគុណព្រះសង្ឃអីជាដើមហ្នឹងឯងដែលនាំឲ្យមានបៃតេហើយជាអាហារនៃបៃតេសម្ពោឆង្គៈនឹងទៀតផងចឹងពុទ្ធបរិស័ទយើងឆ្លាតទៅនៅក្នុងការដែលរស់នៅជាសុខអារម្មណ៍ដែលនាំឲ្យចិត្តសុខគឺសុខហើយនឹងឯងហើយរូបកាយជាធាតុមិនដឹងមើលបើវាអត់ដឹងទៅហើយវាមានត្រូវការសេចក្តីសុខអីនឹងយ៉ាងណាគឺយើងគ្រប់គ្រងដោយចិត្តទេដោយញាណសង្វរៈគ្រប់គ្រងដោយចិត្តដែលសង្រួមនឹងចឹងទៅហ្នឹងណាហ្នឹងឯងគ្រប់គ្រងដោយចិត្តដែលសង្រួមនឹងចឹងទៅនឹងឯងក្នុងការដែលត្រូវបរិភោគប្រើប្រាស់បច្ច័យ4អីហ្នឹងរូបកាយវាអត់ចេះទៀមទាទេនឹងឯងឲ្យរស់ក៏រស់ឲ្យស្លាប់ក៏ស្លាប់ទៅវាអត់មានប្រកែកអត់មានតតាំងអីទេឃើញគេទៅលោតទឹកចូលយាវ៉ារូបហ្នឹងមានចេះប្រកែកអីទៅណាវានៅលើចិត្តទេហ្នឹងឯងឬក៏ចងកអីហ្នឹងស្លាប់ក៏ស្លាប់ទៅរស់ក៏រស់ទៅគឺថាវានៅលើសង្វរៈរបស់ចិត្តបើចិត្តនឹងប្រកបដោយបញ្ញាគ្រប់គ្រងទៅក៏ទៅតាមនឹងទៅវាជាផ្លូវចិត្តទាំងអស់នឹងឯងចឹងដូច្នេះគឺកាលណាបើចិត្តនឹងឯងមិនប្រកបដោយឆន្ទរាគៈក្នុងការបរិភោគប្រើប្រាស់បច្ច័យ4ទេ
គឺថាមានបច្ច័យ4របស់ចិត្តដែលឡែកផ្សេងដោយទានដោយសិលសមថវិបស្សនាមានអារម្មណ៍សម្រាប់ឲ្យចិត្តនឹងមានសេចក្តីសុខហើយមានយើងឯណាដែលត្រូវកើតទុកទៀតហើយដល់អញ្ចឹងទៅមើលតែយើងមានចាំបាច់របស់ក្នុងលោកនឹងច្រើនឯណារបស់ដែលមិនបានទេក៏ហែកទៅនឹងឯងវាមានចាំបាច់តតែបានអីណាពីព្រោះអារម្មណ៍ដែលសម្រាប់ឲ្យចិត្តសុខនឹងមានហើយតើមានហើយតើមើលមានហើយតើអារម្មណ៍ដែលសម្រាប់ឲ្យចិត្តសុខនឹងណាវាមានចាំបាច់យើងលហាមត្រូវការអីទៀតហើយបើមានហើយវាបាត់បង់ទៅដោយប្រការណាក៏វាគ្រាន់តែបាត់បង់មួយចំណែកទេអ្វីដែលសម្រាប់ឲ្យយើងមានសេចក្តីសុខមានបាត់ឯណាគុណព្រះពុទ្ធមានបាត់ពីចិត្តយើងឯណាគុណព្រះធម៌មានបាត់ពីចិត្តយើងឯណាគុណព្រះសង្ឃមានបាត់ឯណាឲ្យតែយើងអប់រំចិត្តនឹងឲ្យជំនាញឲ្យស្ទាត់ជាមួយគ្នានឹងអារម្មណ៍នឹងឲ្យជាទីពឹងទីរលឹកចឹងទៅអ្វីក៏យើងមិនសោកសៅដែរមិនស្ដាយដែរពីព្រោះដែលជារបស់យើងនឹងគ្រាន់តែសន្មត់ទេណាហើយទោះជាអ្នកដតីដណ្ដើមទៅនឹងក៏គ្រាន់តែសន្មត់ទេគ្មាននរណាបានអីក្នុងโลกនេះទេបានតែសេចក្តីប្រកាន់អេតាំងមគ្គហ្នឹងតែប៉ុណ្្នឹងទេគឺយើងកុំលំបាកចិត្តថាគេមកយករបស់យើងទៅវាទៅជារបស់គេគូឲ្យឈឺចាប់ណាស់គូឲ្យក្តៅកាហាយណាស់អីអញ្ចឹងអត់ទេគ្មាននរណាយកអីបានពីក្នុងโลกនេះទេមានតែអេតាំងមគ្គដែលថាជារបស់អញហើយនឹងប្រព្រឹត្តទៅដោយអត្តនេទានអីតែប៉ុណ្ណឹងគួរឲ្យយើងសង្វេគអាណិតសត្វលោកទៅវិញទេគ្មានអ្នកណាយកអីពីក្នុងโลกនេះបានទេហើយណាមួយអ្វីដែលយើងត្រូវបាត់បង់ទៅហ្នឹងក៏វាជាការពិតម្យ៉ាងគឺរបស់ទាំងអស់ហ្នឹងវាមានការបានការបាត់នឹងឯងធម្មតាយើងកុំចេះតែទទួលយកយើងកុំចេះតែយកដោយឧបាទានយើងគ្រាន់តែយកមកមើលដោយវិបស្សនាទៅបានហើយនឹងឯងអាហ្នឹងវាអត់ហួងហែងទេដល់ទៅបាត់បង់ទៅវិញក៏បាត់បង់ទៅតែយើងទទួលដោយឧបាទានរបស់អញដល់ទៅពេលបាត់បង់យើងត្រូវកើតទុក្ខហ្នឹងឯងអាហ្នឹងបានដីថាហ៊ានទៅស៊ីអត់ហ៊ានសងហ្នឹងឯងយើងបានទៅយកអត់ហ៊ានបាត់បង់ទៅហ្នឹងឯងដូច្នេះគឺពុទ្ធបរិស័ទយើងក៏បីបានជ្រាបពីសេចក្តីហ្នឹងទៀតយើងចេះតែចាប់ទោសកំហុសអ្នកដទៃថាយករបស់យើងឃើញណាប៉ុន្តែនេះអាត្រង់ដែលយើងយករបស់ក្នុងโลกនេះមិនក៏យើងមិនពិនិត្យផងឃើញណាត្រូវដែលយើងចាប់យកដោយឧបាទាននឹងត្រូវមែនទេណាព្រោះតែរឿងហ្នឹងហើយបានយើងខ្លាចជាអ្នកទោសសម្រាប់វដ្តសង្សារហ្នឹងណាគឺយើងយករបស់ក្នុងโลกហ្នឹងឯងឃើញទេអេតាំងមគ្គហ្នឹងតណ្ហាជាបច្ច័យនៃឧបាទានហ្នឹងឃើញទេខ្លាយទៅជាអ្នកទោសគេបញ្ជូនទៅរកបដិសន្ធិហ្នឹងបដិសន្ធិហ្នឹងគឺជាទីបហាជីវិតណាមុននឹងបហាជីវិតត្រូវទទួលទុកទោសឲ្យយើងចិញ្ចឹមអាសេរពឹសឲ្យយើងចិញ្ចឹមបញ្ញខណ្ឌហើយបានគេសម្លាប់អាហ្នឹងគឺយើងជាអ្នកទោសត្រង់ណាទោសត្រង់ដែលថាចាប់យករបស់ក្នុងโลกធ្វើជារបស់យើងនឹងឯងមើលធ្ងន់ណាស់ណាហើយយើងអត់ដឹងពីទោសដែលយើងចាប់យករបស់ក្នុងโลกហ្នឹងទេហើយយើងទៅឃើញតែពីគេយករបស់យើងបើសិនបើយើងមិនចាប់យកអ្វីក្នុងโลกហ្នឹងជារបស់យើងទេមានអ្នកណាមកយករបស់យើងមើលអានឹងពិនិត្យមើលមានអ្នកណាមកយករបស់យើងបើដូចតូនព្រាមខំយកព្រះទេសធាតុមកដាក់ក្នុងខ្លួនសក់អញ្ចឹងតែអិនមកយកទៅបាត់ទៅហ្នឹងហើយហើយរបស់ទាំងអស់ហ្នឹងគឺព្រះបរមសារីរិកធាតុហ្នឹងដែលគួរដល់ការគោរពបូជាតម្កល់ទុកទៅសមត្ថភាពតូនព្រាមហ្នឹងមិនសមរម្យទេគឺថាបើអិនហ្នឹងក៏មិននាំយកទៅដើម្បីបញ្ចុះនៅក្នុងព្រះជឡាមនីចេតិយដែលមានស្រាប់ហើយកាលអំពីមកទទួលយកប្រកេសានិងឆ្លៀតសក់កែមនីហ្នឹងទៅក៏សាងនៅព្រះជឡាមនីចេតិយហ្នឹងក៏ត្រូវតម្កល់នៅព្រះទេសធាតុហ្នឹងឯងអញ្ចឹងតូនព្រាមគាត់យកហ្នឹងក៏មិនមែនប្រព្រឹត្តទៅដោយអត្តនេទានអីទេគឺប្រកបជាព្រះអនាគាមីគាត់មានចិត្តអត្តនេទានប្រព្រឹត្តអីទៅក្នុងបញ្ញវេរាទេតាំងពីព្រះសោតាបានទៅយើងដឹងហើយប៉ុន្តែគាត់យកដោយគាត់ជ្រះថ្លាក្នុងព្រះរាមានុភាពដើម្បីគោរពបូជានឹងឯងហើយដល់ទៅប្រអិនមកយកទៅទៀតទៅក៏គាត់មានស្អីណាព្រោះគាត់ជាព្រះអនាគាមីហើយហ្នឹងគាត់មាន
ប្រកាន់ហួងហែងអីទៅដែលជាបច្ច័យនាំឲ្យគាត់កើតទុកទោមនស្សក្នុងចិត្តអីណាអត់មានទេតែគាត់យកមកហ្នឹងក៏គាត់យកដោយតាំងចិត្តគោរពបូជាដល់ទៅថាមានអ្នកដតីមកយកទៅហ្នឹងមិនមែនមនុស្សឯណាឯណីទេប្រកបជាទេវតាប្រអិនប្រព្រំអីដែលសំគួរនឹងយកទៅបានគឺមិនបាត់បង់ទេគឺណាណាសិតតែមានចេតោបរិយាញាណមានទេពចក្ខុអីសិតតែដឹងជ្រួតជ្រាបចឹងទៅសិតអត់មានកើតទុកទេនេះខ្ញុំណាលើកឧទាហរណ៍ចង់បញ្ជាក់ថាការដែលយើងមានអីជារបស់យើងដោយការសន្មត់ប៉ុន្តែយើងមានការអប់រំបញ្ញាឲ្យដឹងថាអ្វីទាំងអស់ក្នុងโลกហ្នឹងមានបច្ច័យឲ្យកើតឡើងហើយនឹងមានការវិនិច្ឆ័យទៅជាម្ចាស់តែប៉ុណ្្នឹងទេដូច្នេះយើងអត់ចាប់យកដោយតណ្ហាឧបាទានទេកាលណាដែលវាត្រូវបាត់បង់ទៅវិញក៏យើងអត់មានទុកដែរដូចជាតូនព្រាហ្មណ៍អញ្ចឹងនឹងឯងអាហ្នឹងឲ្យយើងឆ្លាតអញ្ចឹងយើងកុំចេះតែឃើញទោសអ្នកដទៃមកយករបស់យើងអាត្រង់ដែលយើងយករបស់ក្នុងโลกនេះគឺវាជាទោសធ្ងន់ធ្ងរណាស់នឹងឯងត្រូវឲ្យឃើញទោសកន្លែងនឹងផងហើយតលវិបស្សនាទៅអាចរួចទោសកន្លែងនឹងបានបើត្រឹមតែសិលគឺបានន័យថាយើងអត់លួចរបស់គេមែននឹងឯងយើងអត់យករបស់គេមែនប៉ុន្តែអ្វីជារបស់យើងហ្នឹងឯងមានច្រើនណាស់យើងអត់លួចរបស់គេទេហ្នឹងឯងគឺមាសប្រាក់លុយកាក់សម្បត្តិរបស់យើងសម្បើមទៅតែម្ដងទៅហ្នឹងឯងអត់មែនលួចរបស់គេទេដូច្នេះគឺវានៅជារបស់យើងនេះនៅជាឧបាទាននៅឡើយទេឧបៈហើយនឹងអាទានអ្នកហ្នឹងគឺប្រកាន់មមយើងគ្រាន់តែថាអត់កម្មយករបស់គេប៉ុន្តែយើងកម្មយករបស់ក្នុងโลกហ្នឹងវានៅឧបាទានតលតែបញ្ញាថ្នាក់វិបស្សនាមកបានអត់កម្មយករបស់ក្នុងโลกហ្នឹងទៀតបើដូចយើងកម្មសិលយើងអត់យករបស់គេអញ្ចឹងបែកជើងគេកង់ម៉ូតូគេប្រាក់គេកាបូបលុយគេទូរស័ព្ទគេយើងអត់យកយើងស្រួលណាសប្បាយណាដឹងបរណាយកទៅជូនគាត់វិញទៀតផងនឹងឯងដល់តែមានវិបស្សនាដូចគ្នាអញ្ចឹងចឹងអត់ចាប់យករបស់ក្នុងโลกហ្នឹងដូចគ្នាអញ្ចឹងគឺអត់ចាប់យកជារបស់យើងពីព្រោះអីពីព្រោះបញ្ញាបានដឹងថារបស់ហ្នឹងវាមានបច្ច័យឲ្យកើតឡើងហើយវាអត់មានខ្លួនយើងហើយស្រេចវាមានចាំបាច់បានអីពីក្នុងโลกវាមានវិថីចិត្តដឹងអារម្មណ៍តែប៉ុណ្្នឹងឯងហើយសភាពនៃចិត្តហ្នឹងបានសម្បថៈបានវិបស្សនាជាសុខទៅហើយវាមានចាំបាច់បានអីពីក្នុងโลกហ្នឹងទៀតក្នុងโลกហ្នឹងវាមិនមែនរបស់ចាំបាច់ចឹងតែហ្មងទេណាទេវាដូចជាយើងអាចយល់បានពីរបស់ប្រើប្រាស់អីចឹងបើថាវាអត់ចាំបាច់ប្រើហើយជំនៀកអំពាក់អីហ្នឹងយើងមុនដំបូងយើងអាចឲ្យកូនឲ្យចៅឲ្យបងឲ្យប្អូនអីចឹងទៅនឹងឯងហើយដល់ទៅយើងសម្គាល់បុគ្គលដែលសំគួរនឹងឲ្យក៏ឲ្យទៅគឺមិនមែនថាឲ្យនឹងបាបព្រោះយើងប្រើប្រាស់ហើយវាមិនមែនទេចឹងមែនទេពីព្រោះយើងឲ្យដល់បុគ្គលដែលសំគួរដែលត្រូវឲ្យនឹងឯងចឹងហើយសំខាន់គឺវាត្រង់ដែលថាយើងមានការលះបង់នៅអាការជាប់ជំពាក់ព្រោះហេតុអីបានពីយើងមិនអោយតែមកពីជាប់ជំពាក់អញ្ចឹងមិនក៏យើងមិនចោលទៅយើងចោលក៏បានមានអីប៉ុន្តែថាបើរបស់នឹងសំគួរដល់អ្នកអតីដែលប្រើប្រាស់ដែរទៅប្រើប្រាស់ទៅមានអីហ្នឹងឯងអាចឲ្យបានទេតើគឺជាការលះបង់នៅការប្រកាន់ការជាប់ជំពាក់ហើយក៏ប្រកបដោយមេត្តានិងករុណាដែរមិនឲ្យរបស់ដែលយើងប្រើប្រាស់ហើយជាបាបឯណាដូចព្រាហ្មណ៍ដែលគាត់ទទួលទានបាយអស់ពាក់កណ្ដាលហើយគាត់នៅតែយកមកដាក់បាបព្រះសម្មាសម្ពុទ្ធតាមទៀតហើយសូមតមាទោសព្រះអង្គនឹងដោយសារតាមពិតវាមិនសមគួរសោះហើយពីព្រោះអីពីព្រោះយើងទៅប្រៀបអីនឹងព្រះអង្គបានព្រះអង្គដល់ខ្ពង់ពោះម្លឹងនោះនឹងឯងប៉ុន្តែព្រះអង្គនៅតែទទួលដោយប្រកាសថាអ្នកបួសដូចជាតថាគតហ្នឹងអ្នកបួសទាំងឡាយព្រះអង្គរាប់ទាំងភិក្ខុសង្ឃអីទាំងអស់ហ្នឹងដោយតថាគតហ្នឹងចិញ្ចឹមជីវិតដូចជាបរតតោបជីវិតៈប្រែតចឹងទៅគឺធ្វើឲ្យព្រាហ្មណ៍ហ្នឹងគឺកើតបៃតិឬរោមព្រឹស្បែកនេះទេព្រោះគាត់ដឹងថាព្រះអង្គយាងចេញពីសក្យតកូលខត្តយតកូលណាហើយព្រះអង្គមកប្រកាសអញ្ចឹងគឺថាដល់អញ្ចឹងគឺមិនយល់ថាពាក្យថាភិក្ខុហ្នឹងបានទីក្តីថាម៉េចក៏សូមទូលសួរព្រះអង្គហ្នឹងបានព្រះអង្គសម្ដែងសព្វសោនាមរូបស្មឹងយសណដ្ឋិមមេយតាំងអចតាចៈអ្នកសោចតិសវេវិខោតិវចតិតិសេចក្តីប្រកាន់ក្នុងនាមរូបដោយសពគ្រប់នៃបុគ្គលណាមិនមានទាំងដែលបុគ្គលនោះមិនសោកចំពោះរបស់ដែលមិនមាន
នេះឯងដែលហៅថាភិក្ខុហើយក៏សម្រេចអនាគាមិផលទៅនឹងខ្ញុំណាលើកចង់បញ្ជាក់ថារឿងដែលយើងឲ្យដើម្បីលះបង់នេះគឺអត់មានបាបអត់មានអីទេយើងអាចឲ្យបានរបស់ដែលយើងវាអត់ចាំបាច់ប្រើប្រាស់វាមានតែការហួងហែងទុកមែនណាអត់ប្រយោជន៍អត់ប្រើប្រាស់អីទេយើងបានរបស់ថ្មីវាចេះតែប្រើរបស់ថ្មីទៅប៉ុន្តែឲ្យគេមិនបានព្រោះហួងហែងអានឹងវាចូលនៅក្នុងសេចក្តីកំណាញ់ហ្នឹងឯងដូច្នេះគឺដល់ទៅយើងយល់ដឹងរបស់ដែលវាអត់ចាំបាច់ប្រើទុកមុខទៅចោលដដែលទេស្លាប់ចោលមែនទេណាអញ្ចឹងយើងចែកឲ្យគេប្រើប្រាស់ទៅនឹងឯងយ៉ាងណាមិញអានេះក៏ជាការពិតមួយហើយក៏លើកឧទាហរណ៍ទៀតថារបស់ទាំងអស់ក្នុងโลกហ្នឹងណាវាអត់ចាំបាច់យើងបានសពគ្រប់ទេមិនបានទេក៏ហីទៅរបស់ដែលសម្រាប់ឲ្យយើងសុខហ្នឹងមានហើយកុំរហូតដល់តែចង់បានហើយសូម្បីតែអ្វីដែលឲ្យយើងសុខក៏យើងមិនអាចទទួលបាននេះដូចថាកិលេសហ្នឹងវាទាញយើងឲ្យចេញពីមលុបទៅនៅកណ្ដាលវាអញ្ចឹងមែនទេណានឹងឯងព្រោះតែហេតុចង់បានរបស់ដែលអត់ធ្វើឲ្យយើងឆ្លត់ឆ្លាតមិនទាំងបានសេចក្តីសុខចំពោះអារម្មណ៍ដែលនាំឲ្យយើងមានសេចក្តីសុខនឹងមានហើយអត់បានសុខនេះព្រោះតែចង់បានរបស់ដែលអត់ឬក៏ដេញតាមរបស់ដែលបាត់នឹងលហេមលហាមទៅតាមនឹងដូច្នេះសូមឲ្យស្មារតីពុទ្ធបរិស័ទយើងក៏បីកំណត់ដឹងថាសេចក្តីសុខរបស់ចិត្តនឹងគឺអាចមានអារម្មណ៍ដែលនាំឲ្យយើងបានសុខគ្រប់គ្រាន់ហើយអ្វីទៀតមិនបាច់បានទេវាជារបស់ក្នុងโลกនឹងទៅចោលដូច្នេះគឺយើងមិនទទូចទទេទាក់ទាញឲ្យច្រើនទេទាំងដែលយើងត្រូវដែលអាស្រ័យអារម្មណ៍ដែលនាំឲ្យមានសេចក្តីសុខនេះគឺជាការចងព្រហ្មយានក្បូនសម្រាប់ទៅកម្មព្រះនិព្វានត្រូវលះបង់អ្វីគ្រប់យ៉ាងត្រូវតែលះភឹងអញ្ចឹងត្រូវតែដាច់អញ្ចឹងពីអ្វីក្នុងโลกហ្នឹងណាមិនមែនជាអារម្មណ៍ដែលសម្រាប់ឲ្យយើងស្ដាយទេជាអារម្មណ៍សម្រាប់ឲ្យយើងលះបង់នេះជាដំណើរដែលយើងទៅកម្មអមតៈឋានគឺព្រះនិព្វានហ្នឹងដោយការលះបង់នេះឯងដោយការណាលះបង់ទៅវារលត់នៅសមុទ្ទយៈហ្នឹងឯងជាដំណើរដែលចូលទៅកម្មព្រះនិព្វានទាំងសូមអនុមោទនាក្នុងនេះក៏បានបញ្ជាក់ហើយគឺពាក្យថាអនត្តាហ្នឹងគឺសំដៅដល់ធัวទាំងឡាយដែលប្រព្រឹត្តទៅតាមហេតុទាមទារមិនបានបង្កប់បញ្ជាមិនបានប៉ុណ្ណាពីព្រោះជាផលរបស់បច្ច័យចឹងវាអត់ស្ថិតនៅក្នុងវិស័យនៃការទាមទារទេបន់ស្រន់បួងសួងអីហ្នឹងគឺអត់បានទេឬក៏ក្នុងនៃបង្កប់បញ្ជាដោយអំណាចអាជ្ញាសម្លុតគម្រាមកំហែងសំបីតែវជារាវុធរបស់ព្រះអិនក៏ដោយឬក៏រិទ្ធអំណាចនៃយៈមេឯណាក៏ដូចគ្នាដែរមិនអាចនឹងមកគម្រាមកំហែងបង្កប់បញ្ជាភាវៈឲ្យនៅក្នុងអំណាចទេគឺជាធัวដែលយើងគួរតែទុកចិត្តឲ្យបាន 100% ត្រង់ដែលថាត្រឹមត្រូវទៅតាមហេតុធ្វើឲ្យសុខចិត្តជាមួយគ្នានឹងការពិតនឹងឯងដែលយើងតែងតែឮពាក្យថាការពិតហ្នឹងគឺត្រង់ដែលថាឲ្យយើងបានព្រមណាសុខចិត្តទៅជាមួយគ្នានឹងអ្វីដែលកើតដែលមានហ្នឹងទាំងក្នុងអតីតកាលក៏មិនគួរឲ្យសោកសៅអីទេកាលណាបើយើងបានដឹងអំពីការពិតក៏ណាទាំងដែលអ្វីកើតឡើងហើយរលត់ទៅនោះទាំងដែលជាអតីតាធម្មាក៏ណាក៏មានសច្ចធម៌នៅក្នុងនឹងហើយបច្ចុប្បន្នហ្នឹងក៏ដូចគ្នាអនាគតដែលមិនរឹងមាំអីនឹងយ៉ាងណាឬក៏ថាមិនទៀងទាត់ប្រែប្រួលអីទៅយ៉ាងម៉េចក៏ប៉ុន្តែគឺសុទ្ធតែត្រឹមត្រូវតាមហេតុដែលនឹងកើតឡើងនោះមិនចាំបាច់អីឲ្យយើងមានការរង្គៀសភ័យខ្លាចអីថាវាមិនត្រឹមត្រូវទៅតាមបច្ច័យនោះទេវាគ្រាន់តែខុសអំពីបំណងរបស់យើងវាអាចខុសពីសេចក្តីត្រូវការ
វាអាចធ្វើឲ្យយើងខកចិត្តខកសង្ឃឹមក៏ប៉ុន្តែគឺគេត្រឹមត្រូវតាមហេតុរបស់គេអញ្ចឹងបានយើងគួរតែអប់រំស្មារតីដើម្បីឲ្យចេះព្រមទៅតាមអ្វីៗដែលគេត្រឹមត្រូវតាមហេតុនឹងផងទៅកុំចេះតែចង់ប្រឆាំងជាមួយគ្នានឹងអ្វីៗដែលនឹងកើតឡើងរៀនអប់រំចិត្តឲ្យសុខចិត្តឲ្យព្រមជាមួយគ្នានឹងការពិតនឹងឯងយើងចេះតែទៅតាមអំណាចនៃតណ្ហាចំណង់គឺរមែងកើតទុកតែរហូតនឹងឯងមិនអាចរកសេចក្តីសុខស្ងប់ឃើញទេទោះជាសប្បាយដោយការត្រូវចិត្តក៏មិនអាចជាទីពឹងបានឡើយព្រោះណាការពេញចិត្តម្ដងមកគ្រាអីហ្នឹងហើយរបស់ដែលពេញចិត្តហ្នឹងវាបំពេញឆន្ទរាគៈដែលមានស្រាប់ហើយឲ្យរឹងរឹតតែចម្រើនឡើងទៀតដោយឆន្ទរាគៈគឺពេញចិត្តជាមួយនឹងអ្វីដែលជាទីប្រាថ្នាទីត្រូវការហ្នឹងមិនអាចបានជាទីពឹងទេព្រោះទីពឹងគឺរំលត់កិលេសក្នុងចិត្តសន្តានអានឹងបានយើងត្រូវកំណត់ថាទីពឹងបើថាអ្វីវាមិនអាចលះបាបពីក្នុងចិត្តសន្តានទេគឺការត្រេកអររីករាយអីទៅនឹងដោយការស្រវឹងដោយការវង្វេងទៅទេព្រោះណាទាំងដែលមិនបាននៅទីពឹងផងក៏ចិត្តតែត្រេកអរទៅដែរនោះព្រោះណាដូច្នេះគឺអត្តន័យខ្លឹមសារនៃពាក្យថាសព្វេធម្មាអនត្តាហ្នឹងគឺនៅត្រង់ដែលធัวអាស្រ័យបច្ច័យកើតឡើងបង្កប់វិជាមិនបានទេមទាមិនបានតែជាធัวដែលសម្រាប់ឲ្យសុខចិត្តព្រោះជាអារម្មណ៍នៃសេចក្តីសុខចិត្តនឹងឯងកាលណាបើការសម្លឹងដោយបញ្ញាប៉ុណ្ណាហ្នឹងឯងហើយត្រង់ដែលថាការជាយាមប្រឹងប្រែងអីទាំងអស់ហ្នឹងគឺទាក់ទងទៅនឹងហេតុនៃធัวទាំងឡាយដែលត្រូវកើតឡើងប្រព្រឹត្តទៅក្នុងការសម្រេចនៅអរិយមគ្គប្រកបដោយអង្គ8ប្រការដែលជាលោកុត្តរៈហ្នឹងគឺណាគ្រាន់តែជាពធទេសនារំលឹកដាស់តឿនឲ្យអប់រំនៅហេតុនៃសេចក្តីសម្រេចនឹងឯងចឹងគឺណាព្រោះពធទេសនាហ្នឹងគឺជាពាក្យរំលឹកដាស់តឿនចឹងបានបរតោភោសៈដែលល្អដែលយើងបានជួបនឹងពធជួបនឹងព្រះសម្មាសម្ពុទ្ធជួបនឹងបត្រៃបីដកព្រះអត្ថកថានេះសំខាន់ណាស់សំខាន់ពាក្យរំលឹកដាស់តឿនហ្នឹងក៏រំលឹកដើម្បីឲ្យយើងបានស្ដាប់បានរៀនដោយសេចក្តីគោរពត្រួតត្រងចាំទុកដោយល្អនឹងឯងនឹងគឺរំលឹកដាស់តឿនក្នុងការប្រឹងប្រែងជាយាមប្រតិបត្តិតាមនឹងឯងចឹងប៉ុណ្ណាអញ្ចឹងគឺថាការរំលឹកដាស់តឿនហ្នឹងក៏ជាចំណែកនៃបច្ច័យមួយព្រោះបើយើងអត់បានជួបព្រះសម្មាសម្ពុទ្ធទេនឹងឯងយើងមិនអាចមានអរិយមគ្គប្រកបដោយអង្គ8ប្រការទេមិនដឹងជាត្រូវទៅប្រឹងប្រែងជាយាមយ៉ាងម៉េចឲ្យអរិយមគ្គកើតឡើងឡើយទោះជាអ្នកណាហើយមករំលឹកដាស់តឿនឲ្យប្រឹងប្រែងឲ្យជាយាមអីយ៉ាងម៉េចក៏វាមិនអាចប្រឹងប្រែងជាយាមបាននៅក្នុងអរិយមគ្គអង្គ8ប្រការចឹងគឺតេតួងទៅនឹងបរតោភោសៈដែលល្អយើងសប្ងៃគឺបត្រៃបីដកនេះឯងដែលជាព្រះសាស្តាជំនួសព្រះអង្គចឹងគឺក្នុងអង្គធัวដែលឲ្យសម្រេចនៅអរិយមគ្គជាលោកុត្តរៈហ្នឹងគឺ
ក្តីជាយាមនឹងហើយអាតាបៃជាមួយគ្នានឹងសម្បជាណោសតិមាហ្នឹងណាហ្នឹងគឺជាក្តីជាយាមដែលប្រព្រឹត្តទៅជាមួយគ្នានឹងការសិក្សានៅសភាវៈធម៌សិក្សានៅការពិតហ្នឹងហើយមានក្តីជាយាមជាគ្រឿងដុតនៅកិលេសហ្នឹងហើយក្តីជាយាមហ្នឹងដែលសម្រាប់មកអំពីហេតុគឺបរតោខោសៈដែលព្រះអង្គទ្រង់បានប្រកាសសម្ដែងហ្នឹងហើយដែលព្រះអង្គទ្រង់រំលឹកនឹងក្នុងការជាយាមសិក្សាជាយាមពិចារណាសេចក្តីនៃពធัวដែលត្រួតត្រងចាំទុកនឹងឲ្យបានសម្រេចនៅផលដែលកើតមកពីការសិក្សាពីការជាយាមពិចារណានឹងមានសតិថ្នាក់តបដ្ឋាននឹងដែលជាធម្មានុធម្មបរិបត្តិដ៏ប្រសើរក្នុងដំណើររលាស់ចោលនៅលោកឬក៏រលាស់ខ្លួនចេញអំពីលោកអីហ្នឹងក្នុងន័យដូចគ្នាគឺវោសក្យដែលប្រព្រឹត្តទៅដោយបរិច្ចាគៈវោសក្យគឺលះបង់កិលេសនឹងហើយនឹងបខន្តនៈវោសក្យហ្នឹងគឺថាស្ទុះទៅកាន់ព្រះនិព្វានជាមួយគ្នានឹងការលះបង់នៅកិលេសហ្នឹងប៉ុន្តែគឺជាឈ្មោះនៃចិត្តដែលប្រព្រឹត្តទៅតាមវិបស្សនាវិបស្សនាគឺជាចេតសិកធម៌ដែលអាចនាំចិត្តនឹងឯងឲ្យបានទៅឃើញនៅព្រះនិព្វានប៉ុន្តែជាទេសនៈសម្បត្តិដ៏ប្រសើរក្នុងការដែលបានឃើញនៅព្រះនិព្វាននឹងឯងចឹងប៉ុន្តែទស្សនីយភាពនៅក្នុងលោកនេះគឺជារូបារម្មណ៍ទោះជាស្ថានទីព្រៃភ្នំទឹកជ្រោះធ្លាក់ក្រឹបយ៉ាងណាសំបីតែនន្តនវ័នឧទ្យានក្នុងឋានត្រៃត្រឹងសាឬក៏វិមានទេវតាឋានព្រំគឺដោយរូបភាពតែប៉ុណ្ណឹងចឹងมันអាចនឹងរំលត់កិលេសអីដោយសាររូបភាពនឹងជាអារម្មណ៍ទេប៉ុន្តែមានតែឲ្យចម្រើនទៅដោយឆន្ទរាគៈថែមទៀតដោយការពេញចិត្តប៉ុន្តែហ្នឹងឯងផ្ទះណាក់វិមានបុរីកសាងធ្វើឡើងនៅភូមិគ្រឹះនៅផ្ទះធំថ្មីដោយឡែកពីផ្ទះល្វែងទៅទៀតមាន$20-30ម៉ឺនអីចឹងណាហើយដាក់អក្សរពីខាងក្រៅថាសូមអញ្ជើញចូលទស្សនាប៉ុន្តែអញ្ជើញចូលទស្សនាគឺយើងដឹងហើយថារូបភាពនឹងឯងហ្នឹងហើយសម្រាប់អ្នកដែលត្រូវការរកផ្ទះនៅឋានអីអាចនឹងបង់រំលោះឬក៏មានប្រកាសទិញដាច់អីនឹងយ៉ាងណាក៏ត្រូវការទីកន្លែងនៅសប្បាយចិត្តហើយបើមានប្រាក់ហ្នឹងគឺផ្ទះធំទលាយអីចឹងទៅអាចនឹងនាំញាតិមិត្តអីចឹងទៅកំសាន្តអីក្នុងន័យបង្អួតបង្អផងធម្មតាបើថាជនមានអំនួតចឹងហើយចង់បង្អួតបង្អអ្វីដែលវាថ្លៃអ្វីដែលវាថ្មីអីចឹងធម្មតារបស់លោភៈដែលវាជាបច្ច័យនៃកិលេសផ្សេងមានទិដ្ឋិមានអ្នកឬក៏នួតអីចឹងហ្នឹងហើយបើយើងមិនត្រូវការនៅផ្ទះភូមិគ្រឹះវិឡាអីទាំងអស់ហ្នឹងឬក៏ត្រូវការដែរប៉ុន្តែអត់លុយហ្នឹងក៏មិនចាំបាច់ទៅមើលទៅអីដែរទេប៉ុន្តែអាហ្នឹងគឺ
យើងដឹងថាវាមិនមែនជាទីពឹងអីនៅក្នុងការដែលបានឃើញដឹងទៅហើយរួចផុតចាកទុក្ខណាគឺត្រឹមតែថាត្រូវការជាទីកន្លែងស្នាក់ត្រៃឬក៏ផ្ទះសម្បែងនៅជានិច្ចជាអចិន្ត្រៃយ៍ចឹងបើសិនបើទៅឃើញហើយរួចផុតចាកទុក្ខណាអស់មួយឆ្នាំចុងឆ្នាំចាំមកមើលទៀតអីចឹងក៏យើងមុខតែសម្រាប់ចូលទៅដើម្បីទស្សនានឹងហើយ